แต่นี่ខ្ញុំโดยសារខ្ញុំរៀងទៅភ្នែកហើយខ្ញុំក៏ចង់ឲ្យប្រមុខរាជរដ្ឋាភិបាលលោកបានដឹងបានជ្រាបហើយយើងក្រត់ពូយើងខ្ញុំក៏នឹងធ្វើទស្សនៈទានលើខេសនឹងជូនរាជរដ្ឋាភិបាលផងដែរថ្មីនេះកន្លងទៅនេះមានគ្រូបង្រៀនមួយគាត់ជិះម៉ូតូមកគាត់ឃើញស្លាកគណៈបកមួយគាត់ក៏មកជួយលើកហើយគាត់គ្មានបំណងចូលគណៈបកណាទេតែសារជាប្រដ្ឋខ្មែរយើងមានទម្លាប់មួយជួយគ្នាទៅវិញទៅមកអញ្ចឹងណាហើយក៏បានថតរូបអនុស្សាវរីយ៍បន្ទាប់ពីនឹងមកអស់អ្នកធំមួយខេត្តទៅស្ដីបន្ទោសតាំងពីឪពុកតាំងពីម្ដាយតាំងពីសម័យខ្លួនហើយខ្ញុំគិតថាគាត់ជាគ្រូបង្រៀនហ្នឹងគាត់ប្រឡងជាប់ដោយខ្លួនឯងគាត់ទៅបរិញ្ញាបត្រហ្នឹងក៏យកចំណេះដឹងទៅបរិញ្ញាបត្រចំជីវិតដោយខ្លួនឯងកន្លែងនេះខ្ញុំចង់ជំរាបទៅសម្ដេចដែរថាចង់ឲ្យលោកជ្រាបខ្ញុំជាយុវជនមួយរូបខ្ញុំមិននិយាយពីគណៈបកខ្ញុំចូលបម្រើជាមួយរាជរដ្ឋាភិបាលក៏តាមរយៈគណៈបកដែរហើយជាពិសេសគណៈបកហ្វុនពេជ្របានផ្ដល់ឱកាសឲ្យរូបខ្ញុំដែលទំប្រឡូកមួយនយោបាយអាចចូលរួមជាមួយរដ្ឋាភិបាលដឹកនាំហើយគ្រូខ្ញុំផ្ទាល់ក៏ចង់ចូលរួមដឹកនាំប្រទេសចូលរួមធ្វើកិច្ចការដើម្បីប្រទេសដែរក្នុងនាមជាយុវជនឬក៏បញ្ញវន្តមួយរូបស្វែងរកឱកាសហើយនៅពេលដែលគាត់ឃើញរូបភាពអញ្ចឹងក្នុងនាមជាយុវជនខ្ញុំគិតថាវាបាត់បង់ធនធានមនុស្សដែលបម្រើជាតិឧទាហរណ៍ថាគាត់ជាគ្រូបង្រៀនគាត់ចង់ធ្វើមេឃុំគាត់ធ្វើជាថ្នាក់ដឹកនាំខេត្តឬក៏ថ្នាក់ដឹកនាំជាតិមួយគាត់បាត់បង់ឱកាសដោយសារគាត់ជាគ្រូបង្រៀនហើយបើគាត់ធ្វើនៅក្នុងម៉ោងការងារខ្ញុំមិនថានេះក្រៅម៉ោងការងារថ្ងៃអាទិត្យបើសិនជាគណៈបកមួយមិនមាននិន្នាការផ្ដួលរំលំរដ្ឋាភិបាលឬបង្កើតអភិគមគួរតែរាជរដ្ឋាភិបាលជួយសម្រួលនឹងដែរកុំឲ្យបាត់បង់ធនធានមនុស្សឧទាហរណ៍ថាគាត់មានចំណេះដឹងជាគ្រូបង្រៀនគាត់ចង់ធ្វើមេឃុំជំនួសចាស់ទុំតើគាត់មានឱកាសណាក្រៅពីនយោបាយគាត់ទៅមើលគណៈបកណាដែលផ្ដល់ឱកាសឲ្យយុវជនទៅគម្រាមគ្នាទៅធ្វើឲ្យគ្នាធ្វើលិខិតធ្វើអីឧទាហរណ៍ថាគាត់ឈប់ធ្វើគ្រូបង្រៀនគាត់សុខសិទ្ធខំស្មៅយើងបាត់ធនធានមនុស្សបាត់ធនធានមនុស្សដែល